và chẳng xômចូលទៅស្គាល់និយមន័យកម្លាំងសិនកម្លាំងគឺជាបុព្វហេតុដែលធ្វើឲ្យអង្គធាតុមានចលនាឬបំរុងមានចលនាបញ្ឈប់ចលនាផ្ទុយទៅចលនានិងធ្វើឲ្យអង្គធាតុខូចទ្រង់ទ្រាយអញ្ចឹងកម្លាំងចែកជាពីរគឺកម្លាំងប៉ះនិងកម្លាំងពីចម្ងាយអញ្ចឹងកម្លាំងក្នុងករណីផលបូកពីកម្លាំងដែលមានទិសដៅស្របគ្នាដូចគ្នាទៅយកតម្លៃបូកកម្លាំងដែលមានទិសដៅផ្ទុយទៅយកតម្លៃដកតម្លៃតូចឬក៏ដាក់តម្លៃដាច់ខាតនៃកម្លាំងទី1ដកកម្លាំងទី2ករណីបង្កើតមុំកៅឬក៏កែងយើងប្រើតាមតម្លៃខែស្មើឬការ៉េនៃខែ1ដូចជាការ៉េបូកខែ2ដូចជាការ៉េបាទនេះរូបដំណាងក្នុងករណីបង្កើតបានមុំអញ្ចឹងតម្លៃរបស់វាគឺត្រូវយកឬការ៉េនៃកម្លាំងទី1លើជាការ៉េបូកកម្លាំងទី2លើជាការ៉េបូក2ដងកម្លាំងទី1កម្លាំងទី2កូដែលបង្កើតដោយកម្លាំងទាំងពីរហើយពណ៌នៃកម្លាំងអាចស្គាល់កម្លាំងគូបជាអាចបំបែកជាកម្លាំងគុំហើយក្នុងករណីស្គាល់កម្លាំងគុំយើងអាចរកកម្លាំងគូបដោយអនុវត្តតាមពីតើដូចករណីកែងដែរបាទកន្លែងនេះបើសិនជាយើងចង់រកកម្លាំង AX Y AX យើងអាចប្រើតាមដែលយើងប្រើតាមកុកF គុណនឹងកុកណា Y នេះគឺស្មើឲ្យ F គុណនឹងកុកគុណនឹងស៊ីននៃមុខតាអញ្ចឹងលោក Newton បានធ្វើការសង្កេតនិងបញ្យល់និងបង្កើតជាច្បាប់ចំនួន3គឺច្បាប់អចលភាពបើអង្គធាតុមួយមិនរងនៅកម្លាំងផ្សេងទេឬវារងកម្លាំងគូបស្មើនឹង0ទោះបីវានៅនឹងថ្កល់វានៅនឹងដដែលតែបើវាមានចលនានោះជាចលនាត្រង់ស្មើមានន័យថាផលបូកកម្លាំងស្មើនឹង0គឺច្បាប់អចលភាពនេះមានន័យថាភាពគ្មានចលនាចំណែកឯច្បាប់ទី2នេះគឺតកតងច្បាប់មានចលនាមានន័យថាបើសិនបើយើងធ្វើអង្គធាតុមួយមានចលនាវាកម្លាំងដែលធ្វើឲ្យមានចលនាគឺវាសមាត្រនឹងសន្ទុះបើកម្រិតចេញខ្លាំងសន្ទុះខ្លាំងហើយវាច្រាស់សមាត្រនឹងម៉ាស់របស់វាអញ្ចឹងគឺគាត់ទាញបានទៅជារូបមន្តមួយគឺផលបូកកម្លាំងស្មើនឹង MA តែ M នេះជាម៉ាស់គឺជាគីឡូក្រាម A នេះសន្ទុះម៉ែត្រប្រតិការ៉េកម្លាំងនេះជាកម្លាំងគឺជាញូតនយើងបន្តទៀតចូលដល់ក្នុងករណីច្បាប់ទី3បាទច្បាប់ទី3គឺមានន័យថាកម្លាំងគឺជាច្បាប់នៃអំពើនិងប្រតិកម្មប្រសិនបើកម្លាំងដែលបញ្ចេញដោយអតិ1ទៅលើអតិ2ដោយ S12 ហើយដោយអំពើហើយនឹងវាប្រតិកម្មតបវិញដោយកម្លាំង12មកវិញបាទ